បងប្អូនណាខ្លះដែលចង់លុប Gmail ចេញពីទូរស័ព្ទដៃ iPhone ចឹងបងប្អូនអាចសាកល្បងធ្វើតាមវិធីមួយនេះបានណាសួស្តីបងប្អូនទាំងអស់គ្នាជួបគ្នាជាថ្មីម្ដងទៀតដែរជាមួយនឹងវីដេអូថ្មីមួយទៀតពាក់ព័ន្ធជាមួយនឹងការ remove Gmail ចេញពីក្នុងទូរស័ព្ទដៃហើយលើកនេះគឺ remove ចេញពី iPhone តែម្ដងណាអូខេសម្រាប់បងប្អូនដែលចង់ធ្វើការ remove Gmail ចេញពីទូរស័ព្ទដៃ iPhone របស់បងប្អូនទាំងអស់គ្នាអញ្ចឹងជាដំបូងបងប្អូនចូលមកកាន់ setting ទូរស័ព្ទរបស់បងប្អូនទាំងអស់គ្នាមករួចបងប្អូនធ្វើការអូសវាឡើងលើទាំងអស់មកបងប្អូនមកយកពាក្យថា app នេះបងប្អូនចុចទៅលើ app មួយហ្នឹងអូខេបងប្អូននឹងឃើញ app ជាច្រើនដែលមាននៅក្នុងទូរស័ព្ទដៃបងប្អូនហើយអញ្ចឹងបងប្អូនធ្វើការអូសមួយមករកពាក្យថា mail របស់យើងអូខេនេះបងប្អូនអញ្ចឹងយើងចុចទៅលើពាក្យថា mail មួយហ្នឹងមកបន្ទាប់ពីបងប្អូនចុចទៅលើពាក្យថា mail ហើយបងប្អូននឹងឃើញមាន mail នៅត្រង់នេះហើយបងប្អូនឃើញខ្ញុំមាន mail 2ក៏ដាក់ mail account មានចំនួន2ណាដោយសារខ្ញុំ log in ចំនួន Gmail ចំនួន2អញ្ចឹងយើងធ្វើការចុចទៅលើវាមកអញ្ចឹងនេះគឺ mail ទាំងពីរហ្នឹងមួយនេះគឺ active ដែលមាននៅក្នុងទូរស័ព្ទហ្នឹងតែម្ដងមួយនេះទៀតគឺអត់ active ទេគេដាក់ inactive ហ្នឹងហើយតែម្ដងណាអញ្ចឹងបងប្អូនចង់ធ្វើការលុបមួយណា remove មួយណាចេញបងប្អូនចុចទៅលើ Gmail មួយហ្នឹងមកបន្ទាប់ពីបងប្អូនចុចហើយនៅវានឹងមកដល់ត្រង់នេះបងប្អូនយកពាក្យថា delete account មួយនេះតមកបងប្អូនយកអាក្រហមនេះ delete from my iPhone វាកំពុងតែ delete ហើយអូខេអញ្ចឹងដូចបងប្អូនបានឃើញអញ្ចឹងយើងគ្រាន់តែចុចតែប៉ុណ្្នឹងទៅគឺរួចរាល់ហើយអញ្ចឹង email របស់យើងនឹងបាត់ជាមួយនឹង Gmail មួយហ្នឹងហើយអញ្ចឹងយើងអាចធ្វើការ login ជាមួយនឹង email ថ្មីបានហើយដែលបងប្អូនត្រូវការប្រើប្រាស់អញ្ចឹងណាអូខេខ្ញុំចូលមក mail ឲ្យបងប្អូនទាំងគ្នាអញ្ចឹងវានឹងចេញមកបែបនេះហើយអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេយើងនឹងជួបគ្នានៅវីដេអូក្រោយទៀត